ngày nắng nênខ្ញុំសុំទិញមុខម្ហូបមួយមុខទៀតស្ងោរជ្រក់មាន់បែបហាយសាច់ណាបងប្អូននិយាយពីថាធ្វើបែបនឹងឆ្ងាញ់ខ្លាំងមែនទែនយើងយកមាន់ទៅស្ងោរទាំងមូលហើយខ្ញុំយកមកហាយសាច់យកមកដាក់ធ្វើអញ្ចឹងណាខ្ញុំធានាថាបងប្អូននឹងប្លែកអារម្មណ៍តោះឥឡូវមកប្រាប់ពីរបៀបធ្វើម្ដងស្លឹកក្រូចនឹងនៅសល់ទេអត់បានទៅបេះអាស្លឹកក្រូចថ្មីទេចឹងខ្ញុំយកដាក់ចូលតែម្ដងយើងមានទឹកមកដាក់ស្លឹកក្រូចលឹកគ្រៃមើមខ្ទឹមហើយនឹងដុំស៊ុបខ្នុរម្ដុំហើយឥឡូវយើងមកធ្វើមាន់យើងម្ដងមាន់ហ្នឹងគឺមាន់ខ្ចីណាបងប្អូនមាន់ខ្ចីគ្រូសាខ្ញុំគាត់ចង់ញ៉ាំមាន់ចឹងទៅក៏គាត់ទៅយកអាមាន់ខ្ចីយកមកធ្វើប៉ុន្តែមាន់ខ្ចីឆ្ងាញ់បងប្អូនបើមិនតែយើងយកទៅខឬយកទៅការីមាន់ចាស់បានឆ្ងាញ់ប៉ុន្តែប្រភេទស្លស្ងោរអញ្ចឹងណាគឺយើងត្រូវតែយករៀងមាត់រៀងខ្ចី1គីឡូលើតិចតួចឬក៏1គីឡូអីអញ្ចឹងគឺឆ្ងាញ់ខ្លាំងមែនទែនតោះឥឡូវយើងកាប់ដៃជើងវានិងកកវាចេញមកដើម្បីយើងងាយស្រួលដាក់ក្នុងឆ្នាំងព្រោះឆ្នាំងយើងតូចដែរណាអញ្ចឹងយើងដាក់ទាំងមូលអញ្ចឹងណាបងប្អូនកាត់ចេញអាដៃជើងវារួចហើយដៃមានដៃទៀតមាន់ចេះមានដៃដែរស្លាបឲ្យនឹងជើងចឹងយកដាក់ចូលមកបន្ទាប់ឲ្យទៀតយើងមកហាន់ខ្ទឹមហាន់ម្ទេសដើម្បីទុកធ្វើជ្រក់ជ្រលក់ញ៉ាំបងប្អូនយើងដាក់ក្នុងឆ្នាំងសឡផងហើយយើងធ្វើជ្រក់ខាងក្រៅឆ្នាំងផងអញ្ចឹងណាបងប្អូនឃើញអត់លឹងមូលលឹងធាត់លឹងទៅលុកហ្មងណាតារាថាមួយឆ្នាំងនឹងគឺហត់ទឹកខ្ចាយហ្មងទីទៀតបងប្អូននឹងឃើញtrongវីដេអូឃើញថាមើលតែមាត់អ្នកញ៉ាំក៏ដឹងដែរនេះឥឡូវគឺនៅពេលដែលមាន់យើងឆ្អិនហើយយើងក៏ចាប់ផ្ដើមស្រង់មាន់ចេញយើងបិទការ៉ូបទៅណាអញ្ចឹងនេះពីដើមដំបូងនេះខ្ញុំអត់បានដាក់ចូលជាមួយនឹងគ្រឿងផ្សំទេអញ្ចឹងយើងដាក់គ្រឿងផ្សំយើងនៅពេលដែលយើងដកមាន់ចូលយកទៅហែកណាអញ្ចឹងដាក់មានដូចជាទឹកត្រីដុំស៊ុបខ្នុរដុំស៊ុបខ្នុរដាក់ក្បាលដំបូងហើយម្សៅស៊ុបខ្នុរហ្នឹងហើយនៅពេលដែលមាន់ហែករួចហើយចាំយើងយកមកដាក់ចូលបែបហ្នឹងបងប្អូនធ្វើបែបហ្នឹងខ្ញុំធានារសជាតិថាបងប្អូននឹងចង់ធ្វើញ៉ាំម្ដងទៀតគាត់តែញ៉ាំបញ្ចូលសលេងម្ដងហ្នឹងណាម្ដងទៀតហ្នឹងណាខ្ញុំមានអារម្មណ៍ខ្ញុំចេញទឹកមាត់បាត់ហើយវាឆ្ងាញ់ណាអញ្ចឹងនៅពេលដែលយើងដាក់សាច់មាន់ចូលអីហើយគឺយើងដាក់ចូលជាមួយនឹងស្លឹកខ្ទឹមហើយនឹងជីរបស់យើងចូលទៅណាអញ្ចឹងសម្រាប់ប៊ីចេងខ្ញុំដូចជាអត់បានប្រើទេព្រោះអីវាជាតិស្រាច់ខ្ញុំដាក់ដុំស៊ុបខ្នុរម្ដងហើយនឹងchicken powder របស់យើងអញ្ចឹងទៅខ្ញុំអត់បានប្រើប៊ីចេងហើយនឹងស្ករទេចឹងគឺរសជាតិគឺអេមខ្លាំងមែនទែនហ្មងចឹងឥឡូវដល់វាដួសឲ្យបងប្អូនអើយនិយាយពីថាជាតិសាហាវហ្មងណាអានឹងស្ងោរជ្រក់មុនហ្នឹងគឺខុសពីលើកមុនណាបងប្អូនចឹងតោះឥឡូវខ្ញុំមកលាយជ្រក់យើងម្ដងយើងយកម្ទេសកាត់ហើយនឹងខ្ទឹមដែលយើងបានច្រាំមុនហ្នឹងយើងយកដាក់ក្នុងចានយើងមកហើយចាំយើងដួសអាទឹកស្ងោរមាន់របស់យើងហ្នឹងយកទៅលាយណាបងប្អូនធ្វើបែបហ្នឹងគឺជាតិសាហាវចឹងដល់ពេលដែលដួសទឹកស្ងោរមាន់ដាក់ចូលហើយយើងទៅថែមគ្រឿងមានដូចជាទឹកត្រីបន្តិចប៊ីចេងបន្តិចស្ករបន្តិចហើយយើងច្បាច់ចូលលាយជាមួយនឹងក្រូចឆ្មារបស់យើងចូលហើយដល់ពេលដែលយើងញ៉ាំយើងផ្គូផ្ជាមួយនឹងនេះផ្គូជាមួយនឹងទឹកជ្រលក់យើងហ្នឹងណានិយាយពីថាអេមខ្លាំងមែនទែនហ្មងនិយាយទៅបងប្អូនចង់ដាក់ចូលក្នុងស្លក៏បានដែរប៉ុន្តែយើងដាក់អញ្ចឹងមួយបែបនិយាយទៅឆ្ងាញ់បែបម្នាក់បងប្អូនអូយលេបទឹកមាត់ហ្នឹងហើយរីករាយឆ្នាំថ្មីបងប្អូនអរគុណច្រើនសម្រាប់អ្នកចូលទស្សនាទោះបីជាឆ្នាំថ្មីនឹងសម្បូរទៅដើរលេអត់សូវចូលអត់សូវមានអ្នក view ក៏ដោយប៉ុន្តែនៅតែអរគុណសម្រាប់អ្នកចូល view ហ្នឹងហើយអរគុណច្រើនឥឡូវមើលមកអ្នកញ៉ាំម្ដងអើយនិយាយថា BA ហ្នឹងគេថាម៉ាក់អើយឆ្ងាញ់ណាម៉ាក់កាត់ឆ្ងាញ់គាត់ណានិយាយទៅមួយថ្ងៃមុនអត់ទៅបាយបានទេដល់ពេលស្ងោរមាន់បាយបានសម្បើម